bởi dương sân ta cơn mọc đầm bay xoay rộng anh ta đại ở chữ vật anh ta ở ngoài váy thật là lờ rụt kẹp toàn khi ai cho rộng mình khơi có thả bàn khi ai đọt khá vì một ngày từ một ngày bỏ được phô bà vì một ngày từ một ngày căn ta trả cho đi rồi tị vi để trai brief đôi công bông diệt ra tôi căn rộng đào xong bàn tay đi mình về chỉ chữ vật nụ tế ví chỉ cả sắpបន្តិចម្ដងវាជាកំឡុងពេលដែលចាប់ផ្ដើមពីមុននៅក្នុងរឹងទីរស់តទីបញ្ចប់នៅក្នុងរំដាប់សំជារយៈពេល70ឆ្នាំនៃការស្លាប់ម្ដងបន្តិចនេះជាអ្វីដែលមនុស្សរាប់លាននៅជុំវិញអ្នកកំពុងនាំគ្នាធ្វើពួកគេកំពុងត្រូវបានមច្ចរិយគេស៊ីយ៉ាងសន្សំហើយអ្នកក៏ចម្លងតាមពួកគេទាំងមិនដឹងខ្លួនកុមារទាំងឡាយបានរៀនសូត្រអ្វីគ្រប់យ៉ាងពីមនុស្សជុំវិញពួកយើងទាំងអស់ត្រូវបានឡោមព័ទ្ធដោយមនុស្សដែលស្លាប់ទៅហើយដូច្នេះរឿងដំបូងដែលយើងត្រូវស្វែងយល់ឲ្យច្បាស់គឺនិយមន័យនៃអ្វីដែលហៅថាជីវិតវាមិនមែនត្រឹមតែជាការចម្រើនវ័យដោយដែលយើងដឹងពីមុននោះទេវាត្រូវបានជាការចម្រើនវណ្ណៈព្រោះការរីកចម្រើនទាំងពីរប្រភេទនេះខុសគ្នាដាច់ស្រឡះការចម្រើនវ័យជារឿងទូទៅមិនថាជាមនុស្សឬក៏សត្វចំណែកការចម្រើនវណ្ណៈជាការចម្រើនដែលកើតមានឡើងចំពោះតែមនុស្សប៉ុណ្ណោះមានមនុស្សតិចតួចបំផុតដែលបានប្រើប្រាស់សិទ្ធិនេះភាពចម្រើនវណ្ណៈមានន័យថារំកិលចូលកាន់តែជ្រៅទៅរកចំណុចសំខាន់នៃជីវិតវាសំដៅន័យថាយើងកាន់តែឃ្លាតឆ្ងាយពីមច្ចរិយបន្តិចម្ដងមិនមែនដើរចូលទៅរកមច្ចរិយទេបើអ្នកកាន់តែចូលទៅជ្រៅក្នុងជីវិតបានប៉ុណ្ណាអ្នកក៏នឹងចូលកាន់តែចិត្តទៅនឹងភាពអមតៈកាន់តែចិត្តទៅនឹងភាពមិនចេះស្លាប់នៅក្នុងខ្លួនអ្នកកំពុងឃ្លាតកាន់តែឆ្ងាយពីមច្ចរិយរហូតទៅដល់ចំណុចមួយដែលអ្នកមើលឃើញច្បាស់ថាអ្វីទៅជាសច្ចភាពក្តីស្លាប់គ្មានខុសអ្វីពីការបដូរសម្លៀកបំពាក់ថ្មីការបដូរគេហដ្ឋានថ្មីបដូរពីសភាពដើមទៅរកសភាពថ្មីគ្មានអ្វីស្លាប់គ្មានអ្វីបាត់នោះទេពុទ្ធិភាវៈមានន័យដូចភាពមិនដឹងក្តីដែលខុសគ្នាតែម្យ៉ាងនៅត្រង់ថាវាជាភាពមិនដឹងក្តីដែលត្រូវបានទាមទារយកមកវិញវាជាភាពមិនដឹងក្តីដែលត្រូវបានទទួលយកត្រឡប់មកវិញសេចក្តីស្លាប់ជាល្បែងពិតភ្នែកដ៏អស្ចារ្យបំផុតដែលយើងមិនធ្លាប់ជួបបើចង់ឃើញអ្វីដែលហៅថាភាពចម្រើនវណ្ណៈចូលពិនិត្យមើលទៅដើមឈើអ្នកនឹងឃើញថានៅពេលដើមឈើកំពុងលូតកាន់តែខ្ពស់ទៅឬវាក៏ចាក់កាន់តែជ្រៅចូលទៅក្នុងដីនេះជាតុល្យភាពដើមឈើកាន់តែខ្ពស់ឬកាន់តែចាក់ជ្រៅទៅក្នុងដីដូចគ្នាវាមិនអាចទៅរួចទេដែលដើមឈើកម្ពស់45ម៉ែត្រមានឫសតូចឆ្មាចាក់រាក់ទៅក្នុងដីនោះព្រោះវាមិនអាចទ្រាំទ្រទប់ទល់នឹងកម្លាំងខ្យល់ដ៏ខ្លាំងបានទេនៅក្នុងទស្សនវិជ្ជាពិតនៃជីវិតមនុស្សក៏ដូចគ្នាបើអ្នកចម្រើនវណ្ណៈវាបង្ហាញថាការរីកចម្រើននេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងខ្លួនវាជាឫសរបស់អ្នកខ្ញុំពោលជានិយាយថាគោលការណ៍សំខាន់បំផុតនៃមនុស្សគឺការចម្រើនសតិធ្វើសមាធិរឿងផ្សេងពីនេះចាត់ទុកថាជារឿងបន្តបន្សំទាំងអស់អ្វីដែលសមនឹងរឿងនេះបំផុតគឺវ័យកុមារព្រោះពេលមានអាយុកាន់តែច្រើនអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងតែកើតទៅជិតមរណៈនៅរៀងរាល់វិនាទីដូច្នេះវាខ្លាចជារឿងលំបាកសម្រាប់អ្នកនៅក្នុងការឈានចូលទៅរកសមាធិការចម្រើនសតិធ្វើឲ្យសមាធិជាដំណើរការចូលទៅរកការមិនស្គាល់សេចក្តីស្លាប់ចូលទៅក្នុងភាពអមតៈចូលទៅក្នុងសភាពគ្មានទីបញ្ចប់ចូលទៅក្នុងភាពល្អស្អាតវ័យកុមារចាត់ទុកជាវ័យដ៏សមស្របបំផុតព្រោះពួកគេនៅក្មេងមិនបានវ័យស្ពីចំណេះដឹងអ្វីច្រើនមកទេគេមិនត្រូវបានបណ្ដោះរឿងសាសនាការសិក្សានិងរឿងដែលជាសម្រាប់
ទាំងឡាយច្រើនប៉ុន្មានទេពលគឺពួកគេនៅបរិសុទ្ធមិនដឹងក្តីនោះឯងប៉ុន្តែចាត់ទុកជារឿងអកុសលដែលភាពមិនដឹងក្តីរបស់កុមារទាំងនោះនៅមិនបានយូរប៉ុន្មានក៏ត្រូវប្រឡាក់ប្រឡោះដោយភាពអវិជ្ជមាននិងភាពមិនដឹងក្តីទោះជាវាស្រដៀងគ្នាតែវាជារបស់ពីរខុសគ្នាថ្មីបើអវិជ្ជមាននិងភាពមិនដឹងក្តីសុទ្ធតែជាសភាវៈនៃការមិនដឹងប៉ុន្តែទាំងពីរនេះក៏ខុសគ្នាច្រើនគួរសមដែរយើងអាចមិនបានដឹងពីមុនមកថាទោះភាពមិនដឹងក្តីអាចជាការមិនដឹងតែនៅក្នុងការមិនដឹងនោះគ្មានអ្វីត្រូវខ្វល់ខ្វាយសោះឡើយវាមានលក្ខណៈពេញលេញគ្រប់គ្រាន់នៅក្នុងខ្លួនស្រាប់ទៅហើយកុមារតូចៗគ្មានមេត្តាគ្មានរូគាតណ្ហាក្មេងតូចអាចបញ្ជ្រាបអ្វីៗចូលទៅក្នុងខ្លួនបានគ្រប់ពេលវេលាក្រសែភ្នែករបស់គេអាចកំពុងសម្លឹងមើលទៅបាក់សៃដែលកំពុងត្រដោងស្លាបហោះហើរបដោតទៅរកពណ៌ដ៏ល្អស្អាតរបស់មេភៅគេជឿចិត្តទៅលើរឿងទាំងនោះទៅលើឥន្ទនូដែលលាតសន្ធឹងខ្លួនវែងអន្លាយលើមេឃីសម្រាប់ពួកគេគ្មានអ្វីអស្ចារ្យនឹងគួរឲ្យឆ្ងល់លើសពីបាតុភូតទាំងនោះទេជាពិសេសនៅក្នុងរាត្រីដីមេឃពោពេញទៅដោយដួងតារាមីទេដាដ៏ច្រើនអណៃអណន់ភាពមិនដឹងក្តីជាអ្វីដែលសម្បូរស្រកស្ដំពេញលេញនិងបរិសុទ្ធចំណែកអវិជ្ជមានជាអ្វីដែលអត់ឃ្លានជាស្មុំយាចោជាអំណាចតណ្ហាវាត្រប់ការរបស់នេះចង់បានរបស់នោះវាចង់ខ្លាចជាអ្នកប្រាជ្ញវាចង់ឲ្យអ្នកដទៃទទួលស្គាល់ចង់ឲ្យគេឃើញលើកដំកើងចង់ខ្លាចជាមហាសេដ្ឋីចង់មានអំណាចអវិជ្ជមានដើរទៅតាមវិថីនៃការចង់បានមានតម្រូវការវិជ្ជមានជាសភាវៈនៃក្តីប្រាថ្នាដែលមិនចេះស្កប់ស្កល់ប៉ុន្តែដោយប្រការទាំងពីរនេះសុទ្ធតែជាសភាវៈនៃការមិនដឹងទើបយើងច្រើនតែស្រពេចស្រពិលទៅលើលក្ខណៈរបស់វាហើយយល់ច្រឡំថាវាដូចគ្នាវត្ថិភាវៈជាការចាប់កំណត់ថ្មីជាការកកើតឡើងផ្នែកកំណត់ស្មារតីថ្មីអ្នកបានចាប់កំណត់សញ្ជាតិថ្មីអ្នកខ្លះជាទេសកលសញ្ជាតិថ្មីអ្នកចាប់ផ្ដើមសម្លឹងមើលពីជីវិតដោយក្រសែភ្នែកថ្មីអ្នកចាប់ផ្ដើមប្រើជីវិតដោយក្តីស្រឡាញ់អស់ពីដួងចិត្តជាមួយនឹងភាពស្ងប់ស្ងាត់និងភាពមិនដឹងក្តីអ្នកបានជលជ្រាបដឹងយ៉ាងជ្រាលជ្រៅទៅក្នុងចម្រោះចិត្តរបស់ខ្លួន